រឿងធ្វើការថ្ងៃដំបូងព្រះមស័យរឿងមានតួអង្គម្នាក់ឈ្មោះថានីសាបានមកធ្វើការក្នុងក្រុមហ៊ុនមួយមានឈ្មោះថាSakura Bank នីសាក៏ដើរចូលក្នុងក្រុមហ៊ុននោះព្រមទាំងនិយាយថាក្រុមហ៊ុននេះលក់ថោកែអូយយើងទំចូលធ្វើការថ្ងៃដំបូងចាសប្បាយចិត្តណាស់នាងក៏មកជួបលោកថៅកែខ្ញុំសូមចូលធ្វើការផងបានអត់បានឯងអាចធ្វើការនៅក្នុងក្រុមហ៊ុនយើងបានឯងអាចធ្វើការថ្ងៃនេះបានចាអរគុណលោកថៅកែកាត់មកដល់ថ្ងៃមួយនេះនឹងមិត្តភក្តិគេក៏កំពុងតែធ្វើការនឹងនិយាយលេងជាមួយគ្នាថាហើយនេះក៏ឆ្លើយតបវិញថាអូយើងដូចជាស្គាល់គ្នាចំនួន7 ខែហើយអូចឹងនេះក៏សួរគេថាតើឯងជួយយើងធ្វើអ្វីមានការអីបានជាឯងជួយយើងចឹងអូគ្នាចង់មកឯងទៅញ៉ាំបាយពេលល្ងាចឯងព្រមទេអូខេចាំល្ងាចទៅចាកាត់មកដល់ល្ងាចនាងនិងមិត្តភក្តិរបស់នាងក៏បានមកហូបបាយនៅហាងមួយដែលហាងនោះមានឈ្មោះថា Burger សាច់មាន់ហើយនេះក៏និយាយថាអូយបាយម្ហូបក្នុងហាងនេះឆ្ងាញ់ណាស់ឆ្ងាញ់ចឹងហើយព្រោះអីនៅកន្លែងហ្នឹងគេមិនធ្វើម្ហូបអូគ្នាលើគេនិយាយតគ្នាណាថានៅកន្លែងនាងឆ្ងាញ់តែគ្នាអត់ដែលបានមកសោះអូចឹងញ៉ាំឲ្យច្រើនទៅចាហើយរឿងយើងចប់ដោយបរិបូរណ៍